រឿងព្រីពោះភ្នំមមាញរឿងរ៉ាវចាប់ផ្ដើមឡើងនៅភូមិជើងភ្នំមួយដែលហ៊ុំព័ទ្ធដោយព្រៃក្រាស់អ្នកភូមិគ្រប់គ្នាដឹងថាមានស្រះទឹកបុរាណមួយនៅក្បែរល្អាងភ្នំដែលគ្មានអ្នកណាហ៊ានទៅក្បែរនោះទេព្រោះចាស់តែងដំណាលថាវាជាកន្លែងស្នាក់នៅរបស់ម្ចាស់ស្រះឬព្រីពោះនេះតាំងជាក្មេងស្ទាវក្នុងភូមិមិនសូវជឿរឿងអស់ទាំងនេះទេថ្ងៃមួយគេចង់ឌឺដងដាក់មិត្តភ័ក្តិក៏បបួលនីសយទៅស្ទូចត្រីនៅទីនោះទាំងប្រលប់ពេលទៅដល់ស្រះទឹកនោះស្ងាត់ជ្រងំសូម្បីសំឡេងសត្វយំក៏មិនឮដែរប៉ុន្តែទឹកស្រះបែរជាមានរលកតិចទាំងដែលគ្មានខ្យល់បក់សូម្បីតែបន្តិចខណៈដែលនីសយរវល់រៀបចំសន្ទូចស្រាប់តែមានក្លិនផ្កាចម្ប៉ាភាយឡើងយ៉ាងឈ្ងុយនីតឹងក៏ដើរតាមក្លិននោះរហូតដល់ឃើញផ្ទះឈើបុរាណមួយលេចចេញពីក្នុងអប់នៅទីនោះគេបានជួបនឹងនាងមាលានាងមានសម្រស់ស្អាតលើសស្រីក្នុងភូមិភ្នែកធំរលោងនិងមានកាយវិការទន់ភ្លន់ដូចសរសៃសូត្រមាលាបានហៅនីតឹងឲ្យចូលទៅលេងក្នុងផ្ទះនីតឹងដូចជាត្រូវអាប់រៀបចំអាហារក្លែមនិងស្រាឲ្យនីតឹងផឹកប៉ុន្តែបើពិនិត្យឲ្យច្បាស់អាហារទាំងនោះគឺជាសត្វកង្កែបនិងត្រីឆៅដែលនៅមានឈាមស្រស់នៅឡើយនៅខាងក្រៅផ្ទះនីសយដើររកនីតឹងទាំងភ័យញ័រស្រាប់តែគេឃើញស្រមោលដ៏ធំមួយវារត់កាត់ស្លឹកឈើឬសូសោកពេលគេអើតមើលតាមប្រហោងជញ្ជាំងផ្ទះគេក៏សឹងតែគាំងបេះដូងរូបរាងរបស់មាលាពីចង្កេះចុះក្រោមមិនមែនជាជើងមនុស្សទេប៉ុន្តែគឺជាកន្ទុយពស់ដ៏ធំខ្មៅរលោងដែលកំពុងរុំព័ទ្ធជុំវិញខ្លួននីតឹងភ្នែករបស់នាងដែលធ្លាប់តែស្អាតប្រែជាពណ៌លឿងឆេះដូចភ្លើងច្រមុះស្រួចហើយអណ្ដាតលេចចេញមកក្រៅមានពីរឆែកនាងគឺជាព្រីពោះដែលក្រឡាខ្លួនចាំចាប់យកប្រលឹងមនុស្សប្រុសដែលស៊យចូលមកក្នុងដែនដីរបស់នាងនីសយរត់ទៅរកតាពងដែលជាគ្រូអាគមប្រចាំភូមិឲ្យមកជួយតាពងមកដល់ទាំងកាន់ខ្សែសីមានិងដាវអាគមលោកគ្រូចាប់ផ្ដើមសូត្រមន្តបង្កើតជាសម្លេងផ្គូលាន់ពេញព្រៃព្រីពោះមាលាស្រែកយំយ៉ាងខ្លាំងសម្លេងរបស់នាងប្រែជាក្រហមដូចសត្វសាហាវនាងបានក្រវ៉ាត់នាយតឹងចេញរួចបំរុងនឹងវាយប្រហារតាពងតែត្រូវតាពងសាចទឹកមុនដាក់ធ្វើឲ្យស្រកាពោះរបស់នាងរលាកផ្សែងក្រឡូមដឹងថាទប់ទល់មិនឈ្នះព្រាយពោះក៏លោតចុះទៅក្នុងស្រះទឹកបង្កើតជាទឹកខ្មាញ់យ៉ាងធំរួចក៏បាត់ស្រមោលទៅនាយតឹងត្រូវបានជួយសង្គ្រោះមកផ្ទះវិញតែគេហាក់ដូចជាមនុស្សបាត់ស្មារតីអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅលើស្បែកខ្នងរបស់គេចាប់ផ្ដើមដុះស្រកាពណ៌បៃតងខ្មៅដូចស្រកាពស់ដែលវាមិនអាចលុបលាងចេញបានឡើយវាគឺជាការដាស់តឿនដល់អ្នកភូមិគ្រប់គ្នាថាវត្ថុខ្លះមើលទៅស្អាតតែវាអាចបង្កប់នៅពិសពុលដែលរង់ចាំបំផ្លាញយើងជានិច្ច